ដោយឡែកខ្ញុំចង់ឆ្លៀតយកពេលនេះដាស់តឿនយើងម្នាក់ដែលជាពលរដ្ឋខ្មែរនិងសុទ្ធសឹងជាអ្នកដែលអាចគួរតែចូលរួមក្នុងនយោបាយការទូតសេដ្ឋកិច្ចនេះFacebook TikTok Instagram សុទ្ធសឹងជាឧបករណ៍ទំនើបដែលយើងម្នាក់ជាអ្នកស្នេហាជាតិណាត្រូវតែប្រើប្រាស់វាដើម្បីលើកដំកើងរូបភាពមុខមាត់នៃកម្ពុជាយើងដើម្បីផ្សព្វផ្សាយប្រាប់ពិភពលោកថាកម្ពុជាមានសុខសន្តិភាពមានសុខសុវត្ថិភាពផ្សព្វផ្សាយនៅភាពសុខសេមសាននៃប្រទេសយើងផ្សព្វផ្សាយនៅស្នាមញញឹមដោយឯកឧត្តមប៉ែនមុណាលើកឡើងបាញ់នៅស្នាមញញឹមភាពស្លូតបូតការរាក់ទាក់បែបធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរផ្សព្វផ្សាយមិនត្រឹមប៉ុណ្ណឹងផ្សព្វផ្សាយអ្វីដែលពិភពលោកផ្សេងបណ្ដាប្រទេសផ្សេងអត់មានគឺផ្សព្វផ្សាយប្រាំងប្រាសាទដ៏សម្បូរបែបរបស់យើងប្រាំងប្រាសាទដ៏កម្រដ៏មានតម្លៃដែលគួរជាទីគយគន់ថាជនជាតិអឺរ៉ុបខ្លះក៏ថាមុននឹងស្លាប់សូមទៅមើលអង្គរសិនចាំស្លាប់តាមក្រោយម្ល៉េះម្នាក់មានសិទ្ធិមានកាតព្វកិច្ចប្រើប្រាស់ Facebook TikTok Instagram គ្រប់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយមុខមាត់ដ៏ស្រស់បោះរបស់ប្រទេសកម្ពុជា